វីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបបញ្ចូលថវិកាប្រចាំឆ្នាំដូចជាថវិកាប្រជុំបច្ចេកទេសសាងសង់គុណអនាម័យរង្វាន់សិស្សពូកែដំបូងចូលប្រព័ន្ធផ្លូវការបានសិនមកតមកយើងចុចមនុយខាងឆ្វេងដៃនេះគឺមនុយការវិភាគថវិកាមនុយនេះចុះមកក្រោមយើងយកមនុយបន្ទាប់គឺអនុទានដើមឆ្នាំមើលខាងស្ដាំដៃនេះកន្លែងប្រអប់មួយគេដាក់ថាស្វែងរកចុចព្រួញហើយចុចស្វែងរកនៅខាងក្រោមនឹងឃើញថវិកាដំណើរការសាលារៀននៅមួយជួរនេះតមកទៀតចុចកន្លែងត្រេ4នេះថវិកាសាលារៀននឹងបង្ហាញលម្អិតតាមលេខកូដសកម្មភាពដើម្បីបញ្ចូលថវិកាប្រជុំយើងចុចសញ្ញាបូកនៅក្រោមហើយយើងបំពេញតាមប្រអប់តាមការណែនាំទៅសកម្មភាពប្រជុំកម្រិតសាលាបឋមផែនការយុទ្ធសាស្ត្រខ្លឹមសារណាដែលពាក់ព័ន្ធនឹងការប្រជុំអញ្ចឹងបើយើងរកខ្លឹមសារឲ្យដូចថាពាក្យប្រជុំអត់មានទេយើងអាចវាយពាក្យរកពាក្យបំពន់ទៅយើងវាយអក្សរបសអំយើងមើលខ្លឹមសារនឹងពាក់ព័ន្ធនឹងការបំពន់គ្រូលេខទី2នេះបំពន់ការកិច្ចតែងការវិធីសាស្ត្រផ្សេងៗហ្នឹងអាហ្នឹងពាក់ព័ន្ធនឹងការប្រជុំហើយយើងរើសយកមួយហ្នឹងមកចំណាត់ថ្នាក់មុខងារបឋមកំណែតម្រង់គឺកំណែតម្រង់សាលារៀនត្រូវហើយអនុទានគឺយើងបញ្ចូលថវិកាប្រជុំប្រចាំឆ្នាំមុននឹងបញ្ចូលត្រូវដូរក្តារចុចនេះទៅអង់គ្លេសផងខ្មែរវាយអត់បានទេអញ្ចឹងយើងវាយមកឧទាហរណ៍1លានរក្សាទុកទៅតមកចុចបិទទៅជោគជ័យហើយអញ្ចឹងថវិការង្វាន់ថវិកាបង្គន់គឺយើងធ្វើដូចគ្នាអញ្ចឹង